នៅបងប្អូននេះទេសភាពពីលើអគារជាន់ទី26ជាន់ណាបងប្អូននៅស្រុកគេមើលនេះសិតតែភ្នំជុំវិញនេះភ្នំមនុស្សផ្លូវគេធ្វើតាមភ្នំតាមចង្កេះភ្នំនេះអានេះកន្លែងសាលារៀនគេបងប្អូនសាកលវិទ្យាល័យនោះកន្លែងនោះកន្លែងផ្សារទំនើបអានោះគឺកំពុងសាងសង់បងប្អូននេះពេលនេះមេឃស្ទុំអត់បើកថ្ងៃអែតិចបងប្អូនហើយកន្លែងនោះសមុទ្រនេះបងប្អូនឃើញអត់សមុទ្រអានោះសមុទ្រធំមើលរបងរវើយអត់ឃើញកោះពីក្រោយនេះមើលតែញើតបងប្អូនខ្ញុំថតពីលើខ្ពស់អានេះគឺជាផ្ទាំងសូឡាបងប្អូនផ្ទាំងសូឡាដល់ពេលគេហើយគេបកដបូលលើហ្នឹងគេយកសូឡាប្រន់ដើម្បីយកភ្លើងប្រើនេះដែលគេលើកយកមកអស់ហើយនេះគោហ្នឹងកន្លែងគេបន្តដើម្បីប្រក់សូឡាហ្នឹងបងប្អូនមើលនេះពីលើមើលទៅញើតបងប្អូនកម្ពស់ជាន់ទី26ជាន់ហ្នឹងមិនទៀបណានេះក្រែនគេស្ទូចមើលឃើញអត់នេះសូឡានោះផ្លូវគេតាមចង្កេះភ្នំផ្លូវឡានបើកស្ពានគេធ្វើនេះសូមមើលសូមមើលពេកសូមមើលបែកបងប្អូនវាឆ្ងាយពេកមើលឃើញទេយូរនៅកូរ៉េភ្នំជុំវិញបងប្អូនគ្មានថាកន្លែងណាស្រឡះទេភាគច្រើនសិតតែភ្នំវិញនេះឡើង 70% ជាងអីចង់សម្រាប់ភ្នំបងប្អូនមើលនោះគេកំពុងសាងសង់ទៀតបងប្អូននោះគេសាងសង់ទៀតអាគារនោះគឺសាងសង់បានជាន់កំពុងសាងសង់នោះផ្លូវខ្នល់នោះឯងផ្លូវឯងនោះឡានក្រុងជិះរហដងនោះជិះមកធ្វើការទៅមកនោះទៅលើដល់មកទៅជាបងប្អូនខ្យល់នេះខ្យល់ឲ្យមេឃស្ទុំទៀតបើកថ្ងៃមិនមានថ្ងៃទេគ្រាន់វារៀងក្តៅខ្លះអញ្ចឹងខែហ្នឹងព្រោះខែត្រជាក់ផងដល់ពេលអញ្ចឹងតែអត់មានថ្ងៃជាបងប្អូនខ្យល់ផងខ្យល់អំភើយអញ្ចឹងវារៀងត្រជាក់រៀងល្ងាអានេះសម្រាប់គោលគេដាក់សូឡាផ្ទាំងសូឡាបងប្អូនខ្ញុំថតឲ្យមើលមិញហ្នឹងគេបន្តដាក់នោះមើលសម្រាប់ផ្លូវនោះជុំវិញហ្នឹងមើលឡើងស្លឹមបងប្អូននេះតែឥឡូវខ្ញុំចុះទៅក្រោមវិញបងប្អូនណានេះកន្លែងយើងចុះទៅក្រោមជិះថាចុះទៅក្រោមហ្នឹងចុះតាមហ្នឹងចុះទៅក្រោមវិញទៅឡើងទៅលើទៀតនោះវាផត់ដបូលហើយអានេះជាដើរប្រអប់គេបងប្អូននេះគេដាក់ហើយប៉ុន្តែប្រើការអត់បានទេដឹងនៅទេគេដាក់ហើយជាដើរប្រអប់មាន2យើងចង់ចុះសណ្ដើរជើងក៏បានសណ្ដើរប្រអប់ក៏បានចុះនេះវាលឿនអញ្ចឹងបងប្អូនគាត់ទៅចុចទៅរូជើងចុចជាន់ទីបានហើយយើងចង់ចុះទៅលឿនអញ្ចឹង